កូនកញ្ជ្រងនេះមានពណ៌រោមស្អាតណាស់បកស្បែកវាយកទៅធ្វើកន្សែងបងកថ្វាយម្ចាស់តូចសិនទៅម្ចាស់ប្រកាសជារង្វាន់ដល់យើងជាមិនខានជួយផងគេឆ្លងពុកមកធ្វើជាស្នំដ៏ស្រស់ស្អាតចុះហេតុអ្វីបានជាខ្ញុំទៅតែបើភ្នែកភ្លាមត្រូវគេបកស្បែកធ្វើជាកន្សែងបងទៅវិញស្លាប់ហើយស្រីចិត្តអាក្រក់សិនឈីងយូនេះទៅថ្ងៃមុខនឹងក្លាយជាតួឯកស្រីដែលបំពោសម្រាប់អធិរាជចំណែកឯខ្ញុំជាកូនកញ្ជ្រងមិនទាន់ដាច់ដោះផងតើត្រូវមកស្លាប់មុនរទីយាបមុខទឹកកកសៀវឈឺទៀតមែនទេសំឡេងអ្វីហ្នឹងនរណានិយាយហ្នឹងបំពោសម្រាប់ព្រះបតាយើងត្រូវគេបង្ខំឲ្យផឹកថ្នាំពោស្លាប់គ្មានសាកសពេញលេងព្រះអង្គគុំចាស់លើកលែងទោសផងព្រះអង្គគុំចាស់លើកលែងជីវិតផងវ៉ាវរាជទីយាតសង្ហាខ្លាំងណាស់ថែមទាំងមានក្លិនក្រអូបទៀតមិនខ្វល់ទេតោងជើងគាត់ឲ្យជាប់សិនទៅព្រះរាជទីយាតជួយជីវិតផងកញ្ជ្រងនេះយើងយកទៅហើយព្រះរាជទីយាតយាងមកដល់ហើយម៉ាក់អើយស្រីចិត្តអាក្រក់សិនឈីងយាវទាំងរស់តែម្ដងខ្សែភ្នែកនាងសម្លឹងមកខ្ញុំគួរឲ្យខ្លាចណាស់គុំមកចិត្តខ្ញុំអីណាខ្ញុំម្ចាស់សិនឈីងយាវសូមក្រាបបង្គំព្រះរាជទីយាតកញ្ជ្រងព្រើលនៅក្នុងព្រះហស្ថព្រះអង្គមានពណ៌សក្បុសគួរឲ្យស្រឡាញ់ខ្លាំងណាស់មិនដឹងថាព្រះអង្គអាចប្រណីប្រោសប្រទានវាឲ្យខ្ញុំម្ចាស់បានទេគុំអីណាខ្ញុំមិនចង់ទៅធ្វើជាសម្លៀកបំពាក់ឲ្យនាងទេព្រះរាជទីយាតដ៏ល្ងងខ្លៅគុំចាញ់បោកនាងឲ្យសោះគុំប្រគល់ខ្ញុំឲ្យនាងអីទៅថ្ងៃមុខនាងនឹងយកជីវិតត្រង់ហើយសូមអង្វរព្រះរាជទីយាតកុំបោះបង់ខ្ញុំចោលអីកញ្ជ្រងរបស់យើងតើឯងមានសិទ្ធិពណ៌វាដែរឬថយទៅហឹមនំផ្កាស្ងោយនេះឆ្ងាញ់ណាស់ទាំងផ្អែមទាំងទន់ធ្វើជាកញ្ជ្រងតាមពិតទៅក៏ល្អដែរតើមានប្រុសសង្ហា3ត្រកងថែមទាំងមានរបស់ឆ្ងាញ់ទៀតតែគួរឲ្យស្ដាយណាស់នំដ៏ឆ្ងាញ់បែបនេះព្រះរាជទីយាតដ៏គួរឲ្យអាណិតនៅក្បែរនេះទៅថ្ងៃមុខគ្មានវាសនាបានញ៉ាំទៀតទេនរណាទៅគិតទៅដល់ថាព្រះរាជទីយាតដែលមើលទៅកាចសាហាវម្នាក់នេះតាមពិតជាមនុស្សល្ងងដែលត្រូវស្រីចិត្តអាក្រក់ប្រើទឹកភ្នែកពីរបីដំណក់បោកប្រាស់ឲ្យវង្វេងវង្វាន់ទីបំផុតសូម្បីតែអំណាចទាហានក៏បាត់បង់ហើយថែមទាំងត្រូវនាងបង្ខំឲ្យផឹកថ្នាំពុលដោយផ្ទាល់ដៃទៀតខ្ញុំជាកញ្ជ្រងដ៏កំសត់ម្នាក់នេះមានតែសង្ឃឹមឲ្យទ្រង់រស់បានយូរបន្តិចដើម្បីឲ្យខ្ញុំបានញ៉ាំនំច្រើនបន្តិចព្រះរាជទីយាតទ្រង់ត្រូវតែរឹងមាំឡើងណាព្រះរាជទីយាតកញ្ជ្រងជាសត្វមិនលំអៀងខ្លាចក្រែងនាំឲ្យច្របូកច្របល់ដល់រីកាតើព្រះអង្គអាចនាំសត្វតិរច្ឆានបែបនេះមកចូលរួមពិធីជប់លៀងទស្សនាផ្កាបានយ៉ាងដូចម្តេចសូមព្រះអង្គបណ្ដេញវាចេញដើម្បីកុំឲ្យមានពាក្យចាមអារាមពិតមែនហើយព្រះអង្គកូនកញ្ជ្រងនេះនាំសំណាងអាក្រក់ណាស់មិនអាចទុកវាបានជាដាច់ខាតស្លាប់ហើយពួកតាចាស់ចិត្តអាក្រក់ទាំងនេះចង់ដេញខ្ញុំចេញហើយខ្ញុំគ្រាន់តែជាកូនកញ្ជ្រងដ៏គួរឲ្យស្រឡាញ់ម្នាក់ប៉ុណ្ណោះខ្ញុំមិនចេះធ្វើអ្វីទាំងអស់បើត្រូវគេដេញចេញច្បាស់ជាត្រូវឆ្កែដេញខំមិនខានព្រះរាជទីយាតជួយផងខ្ញុំមិនចង់ត្រូវគេដេញចេញហើយត្រូវឆ្កែដេញខំទេប្រហែលណាស់កញ្ជ្រងព្រើនេះជាវត្ថុមានតម្លៃបំផុតនៅក្នុងវង្កខាងកើតរបស់យើងគ្មាននរណាម្នាក់អាចប៉ះពាល់វាបានឡើយបើនរណាហ៊ាននិយាយច្រើនតែមួយម៉ាត់ទៀតគឺមានន័យថាជាស្ត្រូវជាមួយយើងព្រះអង្គសូមកុំខឹងអីខ្ញុំម្ចាស់ឃើញកូនកញ្ជ្រងនេះហាក់ដូចជាភ័យខ្លាចខ្លាំងណាស់គួរឲ្យអាណិតពិតមែនមិនសូវឲ្យខ្ញុំម្ចាស់ជួយលួងលោមវាបន្តិចទៅម៉ាក់អើយដៃនាងលូកមកហើយខ្ញុំមិនចង់ឲ្យនាងប៉ះពាល់ទេថយចេញទៅព្រះអង្គគុំចាស់កូនកញ្ជ្រងនេះខំខ្ញុំម្ចាស់មានបំណងល្អជួយលួងលោមវាសោះតែវាបែរជាមិនដឹងគុណបែបនេះទៅវិញសូមព្រះអង្គជួយរកយុទ្ធធម៌ឲ្យខ្ញុំម្ចាស់ផងកញ្ជ្រងរបស់យើងវាប្លែកមុខមនុស្សក្នុងនាមកញ្ញាសិនដឹងថាវាឌឺរឹងទាំងហើយមិនគួរលូកដៃមកទេត្រូវវាខំបែបនេះគឺសមុខហើយខំបានល្អណាស់ចាំមើលស្រីចិត្តអាក្រក់ម្នាក់នេះហ៊ានមកប៉ះខ្ញុំទៀតទេព្រះរាជទីយាតអស្ចារ្យណាស់ព្រះរាជទីយាតសង្ហាបំផុតព្រះរាជទីយាតមើលទៅខាងក្រៅត្រជាក់ស្រទុំតែតាមពិតទ្រង់បានដាក់ចិត្តលើខ្ញុំបាត់ទៅហើយទ្រង់ការពារកញ្ជ្រងព្រើនេះយ៉ាងខ្លាំងច្បាស់ជាចង់រក្សាទុកស្បែកកញ្ជ្រងដ៏ល្អឥតខ្ចោះមួយសម្រាប់ធ្វើជាអាវរោមសត្វឲ្យខ្ញុំមិនខានហឹមវាំងដ៏ធំស្កឹមស្កៃមើលទៅស្រស់ស្អាតខ្លាំងណាស់តែតាមពិតទៅមនុស្សគ្រប់គ្នាសុទ្ធតែមានវាសនាគួរឲ្យអាណិតទាំងអស់ម្នាក់ស្លាប់យ៉ាងវេទនាបំផុតខ្ញុំគ្រាន់តែគិតក៏ខ្លាចដែរមានតែធ្វើជាកញ្ជ្រងស៊ីហើយដេកហើយស៊ីទៅជាការល្អនិយាយពីអធិរាជិនីចៅអ៊ីនីងទៅចុះព្រះមហេសីដ៏ស្រស់ស្អាតនិងមានរបៀបរៀបរយម្នាក់នេះទៅថ្ងៃមុខនឹងត្រូវស្រីចិត្តអាក្រក់សិនឈីងយាវបង្កាច់បង្ខូចទីបំផុតត្រូវគេលាបថ្នាំពុលពេញជញ្ជាំងបន្ទប់បំពុលឲ្យស្លាប់ទាំងរស់នៅក្នុងវិន័យដែលខ្លួនបានគោរពអស់មួយជីវិតគួរឲ្យអាណិតណាស់ព្រះមហេសីដ៏ស្អាតបែបនេះថែមទាំងមានព្រះវររាជមាតាទៀតត្រូវសិនឈីងយាវបោកប្រាស់យកត្រាបញ្ជាតបទៅបាត់ទីបំផុតត្រូវឃុំខ្លួននៅក្នុងព្រះវិហារស្ដាប់តែព័ត៌មានคล้ายស្លាប់ទៅទាំងក្តីអស់សង្ឃឹមគួរឲ្យអាណិតមនុស្សចាស់ណាស់អ្វីដែលកាន់តែអាណិតនោះគឺព្រះអង្គគុំចាស់ទី3សៀវគឺត្រូវសិនឈីងយាវបង្កាច់បង្ខូចចោទប្រកាន់ថាជាមន្ត្រីពុករលួយទីបំផុតត្រូវគេចាក់សោឃុំនៅក្នុងឃ្លាំងប្រាក់បង្អត់អាហារនិងរងាបង្កកស្លាប់ក្នុងគំនរប្រាក់ដោយច្រើនសន្ធឹកសន្ធាប់សូម្បីតែនំប៉ាមួយក៏មិនអាចទិញបានផងព្រះអង្គគុំចាស់ទី5សៀវយូត្រូវគេកំទេចក្បាច់គុណកាច់បំបាក់ជើងទាំងពីរឲ្យបែរមុខទៅរកព្រះបរមរាជវាំងរួចដៃគោបោះភ្ជាប់ខ្លួនស្លាប់នៅលើទ្វារវាំងគ្រាន់តែគិតក៏ដឹងថាឈឺចាប់ខ្លាំងណាស់ដែរស្ដេចឈីងយានលូឈីងយានត្រូវគេបង្កាច់បង្ខូចថាខុបខិតជាមួយខ្មាំងស្រូវកងទ័ពក្រោមបង្កប់ត្រូវគេសម្លាប់ចោលទាំងអស់ឯខ្លួនឯងត្រូវរងការធ្វើទារុណកម្មយ៉ាងវេទនារហូតស្លាប់នៅលើសមរភូមិយ៉ុងនីងហូស៊ូមួយយានត្រូវគេកាត់សរសៃដៃសរសៃជើងកាត់អណ្ដាតចាក់បារតចូលពេញខ្លួនរួចបោះចូលទៅក្នុងទន្លេការពារក្រុងគួរឲ្យខ្លាចខ្លាំងណាស់ថ្ងៃក្រោយមិនហ៊ានទៅលេងក្បែរមាត់ទន្លេទៀតទេនៅមានស្ដេចត្រួតត្រាភាគខាងជើងហួឈីយុនត្រូវគេបោកឲ្យចូលទៅក្នុងជំរំខ្មាំងស្រូវអស់ស្បៀងអាហារក៏សម្រេចចិត្តសម្លាប់ខ្លួនឯងហើយក្បាលត្រូវគេយកទៅធ្វើជាកែវស្រា
សៀវឈឺនេះពិតជាមនុស្សល្ងងព្រោះតែស្នេហាពិតមែនសំតែត្រូវសិនឈីងយាវបោកប្រាស់រហូតដល់មិនសល់សំបីតែឆ្អឹងខ្ញុំត្រូវតែនៅឲ្យឆ្ងាយពីគាត់បន្តិចតោងជើងអ្នកផ្សេងវិញល្អជាងកុំឲ្យប៉ះពាល់ដល់កូនកញ្ជ្រោងដ៏គួរឲ្យស្រឡាញ់ដូចជាខ្ញុំអីហេតុអ្វីបានជាពួកគេសម្លឹងមកខ្ញុំទាំងអស់គ្នាអញ្ចឹងមិនស្រួលទេហេតុអ្វីបានជាមនុស្សច្រើនម្លេះមកចំរុំខ្ញុំតើខ្ញុំធ្វើរឿងមិនល្អត្រូវគេចាប់បានមែនទេកូនកញ្ជ្រោងនេះពិតជាពូកែគ្រឿងមែននរណានៅទីនោះយកសាច់ក្រៀមមកខ្លះមកគុំឲ្យវាឃ្លានអីចាប់ពីថ្ងៃនេះទៅកូនកញ្ជ្រោងនេះនឹងក្លាយជាសັບនាំសំណាងប្រចាំយ៉ាងភាគខាងកើតរបស់យើងប្រទាននាមថានាងយូត្រូវបរោះជាច្រើនអ្នកមើលឃើញអស់ហើយទោះបីជាខ្ញុំមិនមែនជាមនុស្សក៏ដោយតែខ្ញុំក៏ជាញីដែរណា